បងប្អូនមនុស្សយើងពិតជាចម្លែកបងប្អូនសាកគិតបន្តិចគ្រឿងញៀនវាបំផ្លាញមនុស្សតែមនុស្សបង្កើតគ្រឿងញៀនហើយមនុស្សដឹងថាគ្រឿងញៀនបំផ្លាញមនុស្សតែនៅតែសេពគ្រឿងញៀននៅតែជក់គ្រឿងញៀនមនុស្សដឹងថាស្រាបំផ្លាញសុខភាពតែនៅតែផលិតស្រាហើយមនុស្សនៅតែផឹកស្រានៅតែទិញស្រាមកផឹកមនុស្សដឹងថាបរិយប៉ះពាល់សុខភាពតែនៅតែផលិតបរិយហើយនៅតែមានអ្នកជក់បរិយមនុស្សដឹងថាហាត់ប្រាណសុខភាពល្អតែមិនខ្ចីហាត់មនុស្សដឹងថាបើកលឿនមិនថាបើកម៉ូតូបើកឡានទេគ្រោះថ្នាក់តែនៅតែបើកលឿនមនុស្សដឹងថាការឆ្លោះគ្នាទាស់គ្នាអត់ល្អតែនៅតែឆ្លោះគ្នាមនុស្សដឹងថាការនិយាយដើមគ្នាអត់ល្អតែឲ្យតែជុំគ្នាស៊ីត្រាវមនុស្សដឹងថាមានតែចំណេះដឹងទេជួយឲ្យខ្លួនឯងមានអនាគតភ្លឺស្វាងតែក្រឡេកមើលយុវជនមួយចំនួនចង់តែដើរលេងចង់តែសប្បាយអត់ចង់ខំរៀនមនុស្សដឹងថាយើងដាំដើមស្វាយថ្ងៃហ្នឹងអត់បានផ្លែថ្ងៃហ្នឹងទេប៉ុន្តែស្អប់ការរងចាំអត់ចង់រងចាំទេចង់ធ្វើថ្ងៃហ្នឹងបានផលថ្ងៃហ្នឹងមនុស្សដឹងថាធ្វើរឿងល្អបានល្អតែនាំគ្នាចង់តែធ្វើរឿងអាក្រក់បងប្អូនគិតថាចម្លែកអត់ចម្លែកអញ្ចឹងតើយើងរស់នៅក្នុងសង្គមមនុស្សដែលមានគំនិតបែបហ្នឹងតើយើងត្រូវធ្វើដូចម្តេចបងប្អូនទាំងអស់គ្នាខ្ញុំជូនពាក្យមួយឃ្លាថារឿងខុសបើទោះបីជាអ្នកដតីធ្វើច្រើនក៏ដោយក៏យើងអត់ត្រូវធ្វើដែររឿងត្រូវបើទោះបីជាអត់មានអ្នកធ្វើសោះក៏ដោយក៏យើងត្រូវតែធ្វើដែរអញ្ចឹងបងប្អូនអាចយកពាក្យមួយឃ្លាហ្នឹងទៅគិតពិចារណាទាំងអស់គ្នាថាតើយើងទាំងអស់គ្នាគួរធ្វើដូចម្តេចតើយើងទាំងអស់គ្នាគួរធ្វើបែបណាដើម្បីជីវិតរបស់យើងបានល្អប្រសើរមានក្តីសុខសុភមង្គលនៅក្នុងក្រុមគ្រួសារនៅកន្លែងរកស៊ីនៅកន្លែងធ្វើការងាររបស់យើងអរគុណបងប្អូនជម្រាបលា